Và số đấy bông bao của nó đi. Bà số đấy từng ởนี้ hay số đấy cúp hẹ. Và số đấy bột thống. Ngày ní chỉ ngày thì một phẩy muối khai một bờ và chia ngày thì 50 ngày này ngày trả lạnh bao giờ ấy 59đấy. Bây giờ mấy 27 đi theoពីngày chuột này. Đi. Ok 59ថ្ងៃចិត្តពីខែហើយចិត្តពីខែខ្វះតែមួយថ្ងៃទៀតទេចិត្តពីខែយ៉ាងណាមិញក៏យើងក៏បានឡើងចំណូលរបស់យើងដែរនៅឡើង 3000 ជាងហើយតែ 3000 ហ្នឹងតិនន័យទេព្រោះយើងបានចំណាយមួយចំនួនដែរគាត់យើងបាននៅទុកបាននៅទុកហើយអ្វីដែលយើងរកបាននៅក្នុងគណៈពេលនេះគឺយើង note ចូលទាំងអស់អូខេអញ្ចឹងសម្រាប់ម្ដងថ្ងៃនេះគឺថ្ងៃទី59ថ្ងៃនៃថ្ងៃ challenge របស់យើងហើយសម្រាប់ថ្ងៃនេះយើងមានសកម្មភាពអត់បានដូចសពមួយដងទេតែជាការងារដែលយើងបានធ្វើការថតពីម្សិលហើយថ្ងៃនេះគឺយើងបានអង្គុយជជែកគ្នាបាទ check ពី plan របស់យើង check ពីអាជីវហាងរបស់យើងហាងច្រឡំហាង check ពី business plan នៃអាជីវកម្មរបស់យើងសម្រាប់ការធ្វើទៅមុខបាទ check up ទៅលើផ្នែកមួយ detail ឲ្យកាន់តែច្បាស់ទៅដើម្បីយើងងាយស្រួលក្នុងការបាទធ្វើទីផ្សារក៏ដូចជាបាទធ្វើសកម្មភាពឲ្យត្រូវបាទថ្ងៃមិញគឺយើងបានធ្វើការបែបហ្នឹងយើងបាន check ទៅលើ plan ហើយក៏បានធ្វើការកាត់វីដេអូដែលយើងបានធ្វើការថតពីម្សិលមិញដែលថតបានចូល7 8កន្លែងហ្នឹង7កន្លែងហ្នឹងបាទអញ្ចឹងថ្ងៃនេះយើងបានធ្វើការកាត់ស្ទើរតែ complete ទាំងអស់ហើយបាទហើយជាយើងបានធ្វើការបាទជីទៅមើលទីតាំងដីភូមិសាស្ត្រតំបន់ដែលយើងកំពុងតែលក់ជុំវិញពលានថ្មីផងដែរបាទហើយដែលឡើយយើងប្រឹងទៅថតដីនៅខាងកណ្ដោរាដែលដាក់លក់ដែរតែដោយសារតែខ្វះនៅទំនុកចិត្តដែលទីតាំងដីនេះវាមើលទៅវាទំហំយ៉ាងធំហើយតម្លៃថ្លៃ1ការ៉េ 1500 ជាងហើយយើងព័ត៌មានរបស់យើងដោយសារតែនេះជាទ្រព្យដែលក្រុមការងាររបស់យើងដាក់ឲ្យហើយយើងក៏មិនទាន់បានធ្វើការបញ្ជាក់ព័ត៌មានច្បាស់យើងក៏បានថតហើយក៏ចេញមកបាទធ្វើការអង្គុយកាត់វីដេអូបន្ថែមនៅកោះពេជ្រតែនៅកណ្ដោរាអូខេហើយរហូតដល់ស្មើនេះអញ្ចឹងសកម្មភាពរបស់ថ្ងៃហ្នឹងរបស់យើងគឺការ check up plan របស់យើងចាស់មកវិញហើយនឹងជីទៅមើលដីហើយនឹងកាត់វីដេអូផុសនៅក្នុង social media អូខេថ្ងៃនេះគឺប៉ុណ្ណឹងហើយជាមួយនឹងភ្ញៀវមួយចំនួនក៏បានតាក់ទងមកអញ្ចឹងខ្ញុំអាចជជែកបានបាទមានន័យថែមបាទអត់ឥឡូវសុំថាមពលវិញមើលថ្ងៃហ្នឹងចាថ្ងៃហ្នឹងមានអារម្មណ៍ថាខ្សោះដោយសារតែអង្គុយក្នុងម៉ាស៊ីនចាស់យើងកាត់វីដេអូអង្គុយកាត់ច្រើនដល់វិញអញ្ចឹងមានអារម្មណ៍ថាយ៉ាងខ្សោះថាមពលស្មើនេះបើនិយាយអស់ថាមពលហើយអូខេយ៉ាងអស់ថាមពលតិចអាចមកពីម្សិលមិញសកម្មភាពការងាររបស់យើងបានធ្វើច្រើនបាទយើងមមាញឹកដល់ពេលអញ្ចឹងហើយថ្ងៃនេះយើងអត់សូវមមាញឹកដោយការពីម្សិលមិញទេបាទហើយយើងគ្រាន់តែថាបានចំណាយពេលវេលាទៅកាត់វីដេអូបាទកាត់វីដេអូដល់ពេលអញ្ចឹងយើងមានអារម្មណ៍ថាថ្ងៃនេះយើងអត់បានធ្វើអីសោះហ្មងបាទហ្នឹងបាទហើយយើងបានជែកពាក់ព័ន្ធជាមួយនឹងតើយើងគួរចាប់ផ្ដើមធ្វើដូចម្ដេចសំណួរសួរថាតើនៅពេលដែលយើងកំពុងតែធ្វើនឹងយើងមិនមែនថាជាប់គាំងទេប៉ុន្តែយើងវិធីសាស្ត្រដើម្បីជំរុញខ្លួនឯងហើយជាមួយនឹងវិធីសាស្ត្រក្នុងការធ្វើបែបណាឲ្យសកម្មភាពរបស់យើងរាល់ថ្ងៃឲ្យវាត្រូវជាមួយនឹងឲ្យវា complete ជាមួយនឹងផែនការរបស់យើងហើយជាមួយគោលដៅរបស់យើងបាទប្រហែលមិនអញ្ចឹងទេបាទជារឿងសំខាន់ដែលយើងបាន check បាទនៅពេលដែល check ទៅគឺយល់បែបណាដែរសម្រាប់អ្វីដែលយើងបានធ្វើហើយជាមួយនឹងគោលដៅរបស់យើងគួរតែធ្វើបែបណាវាអាចថាជាការជួយយើងបាទដើម្បីតម្រង់ទិសហើយនឹងឆ្លិចយកចំណុចណាដែលយើងត្រូវចាប់ផ្ដើមបន្តមានន័យថានៅពេលដែលយើងបាន check ផឹកមិញហើយធ្វើឲ្យយើងដឹងថាអូខេយើងដល់នេះហើយយើងដល់នេះអញ្ចឹងយើងគួរត្រូវធ្វើម៉េចដើម្បីឲ្យដំណើរការបន្តទៅមុខទៀតយើងនៅតែបន្តធ្វើហ្នឹងប៉ុន្តែយើងមានអីដែលពិសេសជាង
mình hay dương chấp đam đi chết đánh dương thầy mấy dương mình check từ lơ trộp bao dương ta trộp ná đá dương cái thà lõ hơi dương anh này nó mà thấy chọn bàn chứng dương của bạn check mới tức cái dương chấp đam sang màu bình chứng dương từ tôi bàn ha ok ở đây thì dương thua cái lon máu do bạn check dương mình làm thay vì thò mà đà bây giờ làm thay vì mình hay từng ấy cứ dương bụi chung mình cái do po miền hay cho sấy mà đào về ní cứ bị hại chứng nghi nghĩa challenge của mỗi khai bao nhiêu bị khai bật bạn sao ta buồn khai thì chứng câu đau bao nhiêu vì sao ta buồn khai thì chứng là với đầm bay thua oi miền là miền lươn và lươn này ca tới câu đau bao nhiêu chua từ câu đau bao nhiêu ngàn lươn chừng mất dương chập đam sleep do với đại dương bạn đau máu hay vì miền trong này sầm khăn được không nắng dương chập đam do po miền nào sầm khăn do máu đại nốt do mà phơi po miền đại dương thử phải chun từ căn phi nhiều bọn dương đại lò rồi bây giờ tới dương còn chập đam check up từ lơ plan bảo dưỡng hay các bạn check từ lơ po miền đại dương miền drop nó không đại lòประมาณcái lấy nằm bay ai chơi cặp sắp sai bụt bàn chứng dương các bạn tụi bàn ở mối cứ hai dương là miền drop lò không đại tròn cuộc sống ấy chứng là bây giờ dương thử thư bọc mẹ này hay dương tụi to thôi sẽ phim tái tụi tiếp bản tái dương cho bắt đầu bài tập bằng grip bằng time từ lơ này rộp hiếu hơi nâng rồi nè đại cọt miền phiêu cả muốn cứ dương bọc lơ rô drop raแต่lấy dương rô drop cái này rô thầm đà bản tái bây giờ dương cho bắt đầu phơi mũi tiếng nút cứ cho bắt đầu bằng grip tiếp xa rộp hiếu bao giờ thì mới lấy dương miền drop ở dương miền lùi mới thôi tiếp xa lại nắng dương miền này dương miền tập hiệp hồi dương bạn tập bạn tu bao nhiêu mấy tiết và chấn dương miền là tập hiệp thời thị sát dương cho bắt đầu miền drop đã ló dương sòng màu thay mấy chấn dương miền drop ló đã này nó chuyên phiêu bán đại dương thôi cắt sập sai tới dương men miền tầm mùi đang ở phiêu chơi rồi dương miền chìm rồi phiêu chơi rồi chả và đại drop chiên mà nói dương được ban chú pram một mùi tí tán đại tí tàng ló hới ta lại lò chuyện kỳ này chấn thôi dương miền làm thằng chút bà này vô lòng pi giờ được trong gạt phơi rồi ba về cho ba dân cái này dân cho ta mà check up về làng Vinh chấn thì thôi dương về làm tháng ok dân cua đặt phơi và phơi thèm bị lừa với dân phơi chả chân của bạn ok bé bon cho môi nâng cả chập đam double check bỏ dương làng Vinh từ lừa sự cảm hiệp bỏ dương hay cho môi nâng double check cả check mới đầu tiên tại bon cho môi nâng ta càng nghe nam mới đã chăm ba dương thử phơi hay ta sẽ làm cái bài ná rứa co rồi bị thi sát phơi bài ná đầm bấy ở về complete ở về si cho mỗi nắng cô đại bảo dương bệnh viện như vô tới bài nắng hay chỉ là tập phó nó bị đại dương phơi cả scroll mưa nó bị đại dương chập đám mưa chẳng phơi đại dương chúng ba từ lừa vậy đại dương của một thứ hay vì lọ và sao chuyện được về đấy dương mình toàn đẹp làm đập check cả chạy mờ một đồng tiền sai về khác nó về đại dương ở ban tụi mình mơ sự làm việc bảo dưỡng hay chúng môi nâng check thay ta dương cô thưaแบบná đâm bè về căn đà lọ và sao chẳng được về đại dương ở ban thưa vía chẳng bên đây tha dương thưa tới vía là bố được về đại dương là bố tới vía ở ban cục trong trôi thì vì ai miền cả thuê phải vì ai miền plek cất chẳng mình không hồng pi cả pi ngày mà những đời riêng ấy đây nhom vậy thà nó về nắng bờ chùa phượng bài nắng tại bọn cho môi nâng mình đã xây mình nè đã xua bẹ bọn cho môi nâng đây là lợp lợp học sớm hết bà bởi dương ở bàn thì chơi cái nét của dương ở bàn đăng hồng pi thì sao nông can vậy lại tộp lại bà chẳng bên này thà nó về đại dương từ chơi cái nét tới dương đăng tầm bật đấy anh ấy cứ dương ai bộ sai ban những nghề xuống phần đây đã sai dương đắng bởi vì những về thưa dương đôi giờ đôi chọc keng mà khả năng pe giống này còn đấy ông long pe ní viết châu mà này châu pe tật lấy nó vì châu pe tật nó pe dương cho bà đam từ chơi vì giờ đường nước mà từ chết sao ta dương nó khơi đỏ là bởi nhom soi to bài nâng đến mình cắt thôi áp hiệp sọc mày hay ai sẽ ban lần lươn bà thôi cứ bám nè chứng cái mấy cái giữa bàn ro đồng nó xài bám này dương miền rằng cả bằng rừng thưa sự cao hiệp trả bảo dưỡng hay nó phượng đi bật hai bật lên sự cảm việc dương ai phơi từ top hay mới tiếc cái dương ai ro ban nó sai ở bây dương bạn slong cắt bị môn tiền để khóc chu cao bị môn và chỉ riêng lại lọ bà những cái tha bài nắng ở dương đâm bật check tết bia lọ đấy
ធ្វើឲ្យយើងដឹងអំពីវិធីសាស្ត្រក្នុងការដើរវិធីសាស្ត្រក្នុងការធ្វើឲ្យវាមានភាពល្អប្រសើរបាទហើយទៅលើភាពរីកចម្រើនទទួលស្គាល់ថាវាមានភាពរីកចម្រើនប៉ុន្តែក្នុងថ្ងៃនេះយើងដោយសាររៀងស្ងាត់បន្តិចតកតងជាមួយនឹងភ្ញៀវបាទថាតែsocial media របស់យើងអត់ដើរបាទហើយព័ត៌មានចាស់ភ្ញៀវដែលបងប្អូនរើហ្នឹងយើងអត់មានទីតាំងថ្មីដល់គាត់បាទអញ្ចឹងបើនិយាយពីភ្ញៀវវិញយើងមាននៅក្នុងដៃតែមូលហេតុអីយើងរើអត់បានអញ្ចឹងដីហ្នឹងហើយវាជាចំណុចមួយដែលយើងបានធ្វើការឆ្ងល់ហើយមានភ្ញៀវមកពឹងពាក់យើងជជែកទៅចូលចិត្តយើងហើយក៏គាត់បោះអ្វីដែលគាត់ចង់បានឲ្យយើងតែយើងអត់ទាន់រកទីតាំងណាឲ្យត្រូវជាមួយនឹងគាត់យើងរាល់ថ្ងៃយើងខំព្យាយាមរើដែរនោះបាទវាអាចដែលដូចអ្វីដែលយើងបានជជែកថ្ងៃមិញចុះឡើងទៅដោយសារតែភ្ញៀវហ្នឹងគឺគាត់ធ្លាប់រកអ្នកដែលគាត់នៅក្នុងតំបន់ហ្នឹងបាទគាត់ធ្លាប់រកហើយរត់បានហើយទៅពេលមកជួបយើងក៏គាត់ចង់បានអ្វីដែលគាត់ចង់បានក៏គាត់បានជជែកជាមួយយើងគាត់ចង់បានអ្វីដែលគាត់ចង់បានតែវាអត់ដូចវាអត់មានក្នុងតំបន់បាទឧទាហរណ៍ថាដីនៅលើផ្លូវកវត្តក្រុងជាទូទៅតម្លៃចូល200ជាងឡើងលើវា220 210 220 230អញ្ចឹងណាហើយដល់ពេលភ្ញៀវគាត់ចង់បានត្រឹមតែ170អីចឹងទៅអញ្ចឹងណាបើ170 180ខុសគ្នាខ្ទង់20 30រៀលតែយើងជាក់ស្ដែងគឺម្ចាស់ដីដែលគាត់មានដីហ្នឹងគឺគាត់ពិបាកចោះហើយយើងដឹងហើយតម្លៃនោះចាស់ហើយយើងមានភ្ញៀវច្រើនតែខុសត្រឹម10 20រៀល20 30រៀល20 30រៀលគឺមាន2 3នាក់3 4នាក់បាទ3 4នាក់ប៉ុន្តែភ្ញៀវម្ចាស់ដីអត់ចោះពេលអញ្ចឹងយើងទទួលអារម្មណ៍យើងមានអារម្មណ៍ថាអូតាមពិតមកអញ្ចឹងมันក៏រត់តាមបានណាពេលខ្លះយើងមានអារម្មណ៍បែបហ្នឹងអញ្ចឹងมันក៏រត់បានដោយសារតំបន់នេះម្ចាស់ដីពិបាកអត់ងាយចោះឲ្យបាទតម្លៃខុសគ្នា10 20រៀល30រៀលអីពួកគាត់អត់ចោះទេបច្ចុប្បន្ននេះបាទហើយវាមិនខុសអីពីបងម្ចាស់ដីដែលនៅក្បែរពលាននោះប្រញាប់លក់ជួបស្ថានភាពអាក្រក់បាទចាំបាច់ត្រូវការប្រើលុយតែមានការប្រែចិត្តរបស់គាត់គឺប្រែលឿនហ្នឹងហើយបាទបែបហ្នឹងបងហ្នឹងយើងបានធ្វើការផ្សព្វផ្សាយទីតាំងរបស់គាត់តែទៅជួបមួយថ្ងៃមុនបាទដែលគាត់មានទាំង condo មានដីច្រើនកន្លែងហ្នឹងគាត់បានផ្ដល់ដីទីតាំងមួយដែលកាលពីមុនគាត់លក់ជាង100ជាង130ជាង140តែដោយសារគាត់បតនលុយក៏គាត់ឲ្យពួកយើងណាត់ជួបពួកយើងហើយគាត់បោះតម្លៃល្អមួយគឺគាត់ឲ្យយើងលក់ត្រឹមតែ110ទេហើយយើងធ្វើការលក់អត់បានប៉ុន្មាន 3-4 ថ្ងៃផងឥឡូវគាត់ប្រែប្រួលតម្លៃវិញគាត់ឡើងទៅ120ជាង130វិញបាទអញ្ចឹងវាធ្វើឲ្យមានថាអ្នកលក់នៅម្ចាស់ដីតំបន់ហ្នឹងនឹងពិបាកក្នុងការធ្លាក់មែនតើ10 20រៀលហ្នឹងគឺពួកគាត់នៅកាន់យកមកអញ្ចឹងធ្វើឲ្យអតិថិជនដែលគាត់មកពឹងពាក់យើងពិបាកក្នុងការចរចាទៅដល់តម្លៃដែលពួកគាត់ចង់បានដែរអញ្ចឹងនិយាយស្មោះត្រង់ទៅគឺវាបែបហ្នឹងដូចដីដែលកំពុងតែនិយាយហ្នឹងយើងដាក់ឲ្យភ្ញៀវបងស្រីនោះនិយាយថាប្រហែលជា110អីគីឡូតែគាត់អត់ទាន់បានទៅមើលផងតែម្ចាស់ប្រែប្រួលនេះគឺជាមានផលលំបាកដែរនោះបាទត្រូវហើយភ្ញៀវយើងបានបោះព័ត៌មានទៅឲ្យគាត់ក៏អត់ទាន់បានទៅមើលដោយសារគាត់ចោះអវល់ហើយដល់ពេលឥឡូវនេះស្រាប់តែគាត់បានប្រែប្រួលទៀតម្ចាស់ដីបានប្រែប្រួលទៀតអូខេអញ្ចឹងវាជាភាពលំបាកក្នុងការណែនាំទៅការអតិថិជនបាទអានេះគឺជាភាពលំបាកមួយដែរនៅពេលដែលម្ចាស់ដីគាត់រឹងតម្លៃហើយនឹងកែប្រែតម្លៃបាទជាផ្នែកមួយដែលយើងពិបាកហើយយើងប្រកាសជាទូទៅហ្នឹងនៅពេលយើងខ្លាចជាម្ចាស់ដីយើងក៏យល់អារម្មណ៍ហ្នឹងចឹងថាបើសិនជាស្ថានភាពមួយដែលអាចបញ្ចេញទៅរួចតម្លៃខុសគ្នាតិចតួចនៅតែលើកទឹកចិត្តឲ្យបញ្ចេញបាទសម្រាប់ចិត្តបានលឿនល្អព្រោះជាទូទៅយើងតែងតែឮថាកាលមុនគេឲ្យទៅនេះចុងក្រោយវិញខណៈពេលពីមួយថ្ងៃទៅមួយថ្ងៃវាអាចនឹងខុសគ្នាទៅតាមភ្ញៀវបើសិនភ្ញៀវខ្លះគាត់ធានឲ្យដល់ខុសគ្នាតាម10រៀលតាមចាស់ដែលលក់ដល់ពេលភ្ញៀវនោះគាត់ទៅត្រូវទិញកន្លែងផ្សេងបាត់ដល់ពេលរកភ្ញៀវប្រភេទហ្នឹងទៀតថ្ងៃក្រោយពិបាកដែរបាទនិយាយស្មោះត្រង់គឺពិបាកហ្នឹងហើយអញ្ចឹងចង់លក់តម្លៃហ្នឹងបានតម្លៃហ្នឹងទៀតក៏ពិបាកដែរអញ្ចឹងថ្ងៃក្រោយចង់គឺឯងក្រុមហ្នឹងទៀតតាមមើលទៅអីយ៉ាបតក្នុងការលក់ដូចរៀងតានតឹងបាទហើយ
tôiผมtôi score ครับថាភាពខ្វះខាតរបស់គាត់មានតែចង់ដាក់ទ្របប៉ុន្តែពិបាកក្នុងការលក់ហើយដល់ពេលគាត់ដាក់លក់ប៉ុន្តែគាត់ខ្លាចខ្មាស់អៀនគាត់ការខ្មាស់អៀនរបស់គាត់អត់ចង់ឲ្យគេដឹងថាដីរបស់គាត់លក់ទេអានេះដែលជាផលលំបាករបស់គាត់ហើយដូចដឹងស្រាប់ហើយមានដីលក់មានអីគួរឲ្យខ្មាស់គេហើយអត់យល់ទេណោះហើយយើងរកតែដីខ្លួនឯងលក់ឬមិនម្ល៉េះឬក៏គាត់នៅពេលដែលគាត់ទៅទិញដីឬក៏គាត់មានអចលនៈទ្រព្យទាំងប្រមាណកន្លែងហ្នឹងគាត់ដើរប្រាប់គេថាអចលនៈទ្រព្យឬក៏ខ្ញុំមានដីនេះអួតគេអញ្ចឹងទៅដល់ពេលទៅលក់ទៅមានអារម្មណ៍ថារៀងខ្មាស់អៀនគេបាទប្រហែលជាអាចនឹងទីមួយគាត់ខ្មាស់អៀនទីពីរក៏លោកគាត់មានបំណុលពី3កន្លែងគាត់លក់ស្ងាត់ទេដែរប្រហែលខ្លាចដឹងថាដីគេខ្លាចដឹងថាដីកន្លែងហ្នឹងដាក់លក់ទៅគេនេះអូខេនិយាយលេងមកហើយអញ្ចឹងយ៉ាអានឹងជាភាពលំបាកមួយបើសិនជាអាចសម្រេចចិត្តបានលឿនថាក្នុងគណៈពេលដែលយើងមានទ្រព្យបាទការដាក់លក់បាទហើយយ៉ាយើងគួរតែដាច់ថឹងលឿនតិចទៅកុំឲ្យទៀតដើម្បីពួកខ្ញុំបានលុយញ៉ាំសុបដែរមីកាទៀវហើយតិចទៀតស្ថានភាពតិចទៀតកុំគិតថាវានឹងល្អប្រសើរទៅលើសេដ្ឋកិច្ចដោយសារតែចាក់ស្ដែងវិញនោះស្ថានភាពសេដ្ឋកិច្ចល្អគឺអាស្រ័យទៅលើផ្នែកហិរញ្ញវត្ថុផ្នែកហិរញ្ញវត្ថុមានន័យថាក្នុងវិស័យមីក្រូហើយជាមួយនឹងធនាគារវិស័យធនាគារឲ្យតែវិស័យធនាគាររ៉ាន់តម្លាក់ក្នុងការខ្ចីបានច្រើនបើកទលាយក្នុងការបើកភាពងាយស្រួលក្នុងការកម្ចីអាហ្នឹងគឺចរន្តសេដ្ឋកិច្ចនឹងដើរវិញហើយអញ្ចឹងស្ថានភាពបច្ចុប្បន្នធនាគារពិបាកក្នុងការឲ្យកម្ចីអញ្ចឹងសូបញ្ជាក់ថាសេដ្ឋកិច្ចគឺនៅត្រឹងនៅឡើយទេបាទអញ្ចឹងម្ចាស់ដីបែបម្ចាស់ដីក៏ជាម្ចាស់អាជីវកម្មដែរភាគច្រើនម្ចាស់ដីធំភាគច្រើនគឺម្ចាស់អាជីវកម្មមិនមែនភាពចៃដន្យគាត់មានលុយទៅទិញទេខ្ញុំជឿថាគាត់ប្រកាសជាមានក្រុមហ៊ុនគាត់ប្រកាសជាដឹងអំពី flow ក្នុងវិស័យសេដ្ឋកិច្ចបច្ចុប្បន្ន flow នៃសេដ្ឋកិច្ចបច្ចុប្បន្នខ្ញុំជឿថាគាត់ប្រកាសជាយល់បាទអញ្ចឹងនេះហើយដែលគាត់មិនព្រមបើកចិត្តទទួលយកហើយខ្ញុំគិតថានៅក្នុងស្ថានភាពបច្ចុប្បន្ននេះធ្វើមិនចដោយកុំឲ្យតែខ្លួនឯងមានបន្ទុកទ្របអាចរើបានទេព្រោះគេថាមានម្ដងទោះបាត់បង់ទៅក៏អាចមានម្ដងទៀតដែរវាមិនខុសអំពីកាលពីអតីតកាលមកយើងធ្លាប់មានស្នេហាតែពេលដែលយើងបាត់បង់ស្នេហានឹងងាយស្រួលក្នុងការបង្កើតឡើងវិញទេឲ្យតែយើងដឹងអំពីវិធីសាស្ត្រក្នុងការបង្កើតអញ្ចឹងទ្របដូចគ្នាដែរហើយខ្ញុំជឿថាអ្នកដែលធ្លាប់មានឡានប្រើមុននឹងក្រោយគង់តែមានឡានប្រើដូចគ្នាព្រោះអីគាត់មិនទៅគាត់ថាឡានមុនល្អឡានក្រោយមិនសូវល្អមិនដឹងទេណាតែឲ្យតែគាត់ធ្លាប់មានរបស់ហ្នឹងគាត់នឹងអាចមានរបស់ហ្នឹងដែរវាមិនសូវល្អដូចមុនតែវានៅតែមានដូចគ្នាបាទអញ្ចឹងអ្នកដែលធ្លាប់មានម្ដងហើយខ្ញុំជឿថាក្នុងមួយជីវិតរបស់គាត់មិនមែនអត់មានទៀតទេគាត់នៅមានឱកាសមាន3 4 5ដងទៀតអានេះដូចគ្នាដែរអាចង់អ្នកទ្របនៅពេលដែលគាត់មានប៉ុណ្ណឹងគាត់លក់គាត់ដោះស្រាយបញ្ហាហើយនាថ្ងៃក្រោយគាត់នឹងមានអាចង់អ្នកទ្របតាមទៅល្អច្រើនជាងនឹងទៀតហើយគាត់ដឹងអំពី flow ក្នុងការទិញល្អប្រសើរជាងនឹងទីតាំងដែលល្អប្រសើរជាងនឹងហើយអាចកម្ចីធនាគារបានច្រើនជាងនឹងទៀតនេះដោយសារបទពិសោធន៍គេហៅថាបទពិសោធន៍ក្នុងការទិញបទពិសោធន៍ក្នុងការលក់បទពិសោធន៍អំពីដំណើរការនៃការឡើងថ្លៃនៃអចលនទ្រព្យហើយបន្ទាប់មកបទពិសោធន៍ក្នុងការធ្លាប់តែខ្ចីធនាគារអញ្ចឹងគាត់ដឹងអំពី flow ទាំងប្រមាណហ្នឹងគាត់ដឹងថាទីតាំងមួយណាល្អសម្រាប់ទិញមកក្នុងការប្រើប្រាស់ហើយជាមួយនឹងកម្ចីធនាគារតាម flow អាជីវកម្មរបស់គាត់ដែលគាត់កំពុងតែមានបាទខ្ញុំជឿថាប្រកាសជាមានស្ថានភាពបែបហ្នឹងអូខេចឹងវាជាចំណុចមួយតែគួរតែពិចារណាបាទក្នុងនាមជាម្ចាស់ទ្រព្យបាទដើម្បីដោះស្រាយហៅថាបញ្ហាឬក៏ដោះស្រាយនៅការស្ទះហិរញ្ញវត្ថុបច្ចុប្បន្នយើងគួរតែអាចដោះលែងលឿនតិចទៅក៏ល្អដែរតែបើសិនជាមិនទាន់ទេក៏រងចាំតិចទៀតទៅពេលដែលមិនទាន់ក៏អាចនឹងតម្លៃបានប៉ុណ្ណឹងឬក៏ក្រោមនឹង
ก็ตามភាពជាក់ស្ដែងគាត់ថានេះវាជាការព្រមទទួលស្គាល់ការពិតបាទហើយលះបង់អ្វីដែលយើងគិតពីច្រើនទាំងគេទាំងយើងលក្ខណៈថាយើងចែកយើង set up ថាអូខេបើលក់ទីតាំងហ្នឹងមួយក្រេ100អញ្ចឹងបើសិនមានមហត្តាបាន1លានអញ្ចឹងទៅអូខេតែស្រាប់តែពេលជាក់ស្ដែងភ្ញៀវចរចាឲ្យត្រឹមតែ70 80 70 80 70 80យើងមានអារម្មណ៍ថាវាបាត់បង់តាមពិតអាតម្លៃ100ដំបូងនោះគឺយើងអ្នក set up ទេយើងអ្នកកំណត់ខ្លួនឯងទេអញ្ចឹងណាបាទដែលយើងលឺគេលក់តំបន់គេបានប៉ុណ្ណេះបងជឿដែលលឺអត់ថាអ្នកដែលកន្លែងហ្នឹងមួយតែយើងតែលឺថាចេះអ្នកណាក៏ដោយយើងស្គាល់គឺគាត់មិនដែលប្រាប់យើងថាដីរបស់គាត់លក់បានថោករបស់ទ្រព្យរបស់គាត់លក់បានថោកទេមិនងាយមកដោយសារអាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងមុខមាត់ដែរវាថាមនុស្សដែលអាចលក់របស់ថ្លៃបានលក់របស់ចេញទៅថ្លៃអាហ្នឹងគឺគេឲ្យតម្លៃទៅតាមហ្នឹងដែរវាជាក់ស្ដែងទោះបីយើងលក់របស់យើងទិញរបស់ថោកក៏យើងប្រាប់គេថារបស់ហ្នឹងថ្លៃដែរយើងលក់របស់ចេញទៅថោកក៏យើងមិនអាចប្រាប់គេថារបស់យើងលក់ចេញទៅថោកដែរកម្រអញ្ចឹងដែលជាមូលហេតុមួយដែលតម្លៃពិតប្រាកដគឺនឹងបញ្ជាក់ឡើងនៅពេលណាដែលយើងបានធ្វើការតេស្តទីផ្សារមួយរយៈហើយតម្លៃយើងឲ្យនៅក្នុងតម្លៃវាអាចឡើងលើសណាស់បាទតម្លៃវានឹងកម្រិតនឹងដែរអញ្ចឹងយើងគួរតែយើងអាចទទួលយកការពិតបាទហើយព្រមខាតទៅលើអ្វីដែលយើងបានគិតទៅអូខេអញ្ចឹងអានេះក៏ជាដំណោះស្រាយមួយដ៏ល្អដែរតែអាហ្នឹងទៅលើការសម្រេចចិត្តបងប្អូនទាំងគ្នានៅតែចុងក្រោយគឺនៅតែបងប្អូនទាំងគ្នាសម្រេចចិត្តក្នុងការខាតបាទតិចតួចបាទឬក៏ខាតនឹងកម្រិតណាមួយដែលអាចទទួលយកបានអញ្ចឹងណាបាទនឹងត្រឹងបើត្រឹងពេកក៏បាក់ដែរភ្ញៀវចង់បានគណៈពេលនឹងស្រាប់តែគាត់មករយៈពេលចុងក្រោយមកវិញគាត់មានបញ្ហាសេដ្ឋកិច្ចឬក៏គាត់ត្រូវការប្រើលុយទៅលើកន្លែងណាផ្សេងគាត់ឡើងជប់ទិញបាត់អញ្ចឹងថ្ងៃក្រោយតែមួយខែពីរខែក្រោយបងត្រូវការលក់តម្លៃនឹងព្រមវិញក៏ភ្ញៀវទៅបាត់តែបងរកទៀតបងអាចខាងក្រោមនឹងទៀតទេអញ្ចឹងបាទអញ្ចឹងវាជាចំណុចមួយដែលបងនេះអាចចាស់ណាទៅលើចំណុចហ្នឹងបាទនេះគឺជាមេរៀនជាក់ស្ដែងដែលយើងបានជួបប្រទះបាទហើយដូចដឹងស្រាប់ហើយអ្នកដែលមានលុយនៅពេលបច្ចុប្បន្នគឺគាត់អត់សូវខ្វះទីតាំងដែលសម្រាប់ select ជ្រើសរើសទេបើគាត់បើការចរចាខ្ញុំជឿថាវាជាឱកាសមួយដែរបាទហើយវាជាឱកាសមួយដ៏ល្អដោយសារអីយើងដឹងស្រាប់ហើយអ្នកដែលបន្ទាន់លុយនៅក្នុងឥឡូវវាច្រើនហើយការដាក់លក់លើទីផ្សារអចលនទ្រព្យក៏ច្រើនដែរអចលនទ្រព្យនៅក្នុងក្រុងដូចជាមើលនៅសែនសុកដីខ្លះក៏លក់ថ្លៃដីខ្លះក៏លក់ធូរថ្លៃមែនទែនបាទហើយនៅមុខពលានដូចគ្នាដែរនៅតំបន់អភិវឌ្ឍដូចគ្នាដែរហើយខ្ញុំជឿថាការលក់ដូរការបើកការទៅជែកគឺមិនងាយស្រួលពេកទេបាទជាពិសេសអ្នកដែលធ្វើការសម្រេចចិត្តចេញទិញដូចបងប្រុសមួយដែលគាត់តថ្លៃឲ្យក្រុម$200ដែលគាត់បានប្រាប់ថាបើមានឲ្យណាត់ម្ចាស់ដីនិយាយទៅថ្ងៃមុនដែលបងគាត់ឲ្យយើងណាត់ម្ចាស់ដីហ្នឹងគាត់ក៏និយាយដែរក្នុងសម័យនេះអចលនទ្រព្យច្រើនមែនទែនដីធ្លីច្រើនមែនទែនគាត់ធ្វើការចរចាដីមួយហ្នឹងមានន័យថាគាត់ស្រឡាញ់ហីតែมันប្រកាសថាគាត់តម្រូវការគាត់នឹងប្រើដល់ដីហ្នឹងទេបាទហើយរីឯម្ចាស់គាត់មានអារម្មណ៍ថាអូដីនេះដែលនិយាយហ្នឹងគេឲ្យគាត់230ហើយមូលហេតុអីគាត់ត្រូវលក់ក្រុមហ្នឹងប៉ុន្តែអា230ហ្នឹងក៏គេឲ្យនៅអំឡុងពេលមិនដឹងប្រហែលឆ្នាំនៅស៊ូមនៅសេដ្ឋកិច្ចខ្ពស់ល្អហើយសេដ្ឋកិច្ចបច្ចុប្បន្នចង់ឲ្យតម្លៃបានខ្ពស់វាអាចរួចទេបាទហើយមួយទៀតសម្រាប់បងប្អូនអរគ្នាដែលគាត់កំពុងស្វែងរកទ្រព្យបាទសម្រាប់ក្នុងនាមខ្ញុំជាអ្នកក្នុងនាមយើងធ្លាប់ដូចគ្នានៅពេលដែលយើងមានលទ្ធភាពយើងមានលទ្ធភាពទិញឡានអញ្ចឹងយើងឃើញឡានរបស់គេផ្សេងមានការ survey តម្លៃអញ្ចឹងណាប៉ុន្តែប្រកាសណាស់មិនថាជារបស់ឬក៏សម្ភារៈស្អីក៏ដោយគឺតែងតែមានតម្លៃគឺតែងតែទៅតាមកម្រិតនៃគុណភាពបាទបើសបញ្ជាក់មកលើភាពជាក់ស្ដែងនៃទីតាំងដីគឺគេផ្ដោតទៅលើទី1គឺទីតាំងបាទទី2គឺរូបរាងដីទី3គឺទំហំដីបាទអញ្ចឹងពេលខ្លះគាត់អតិថិជនដែលគាត់មានលុយហើយគាត់ពងដើរទិញពីទូទៅយើងសូម្បីតែទិញឡានមួយតម្លៃ 40000 ក៏ដោយក៏មិនមែនចេះទៅព្រាមសម្រាប់ចិត្តទិញភ្លាមដែរហើយក៏មិនមែនតែចូលទៅហាងគេហើយសួរតម្លៃទៅហាងតែមួយដែរគឺអត់ទេបាទហើយជាទូទៅនៅពេលដែលបងប្អូនគ្នាដែលជាម្ចាស់អ្នកទិញណាសំណូមពរ
ពេលដែលឃើញទីតាំងដីហាងផ្លូវហាងទីតាំងដីមួយតម្លៃធូរថ្លៃនៅលើផ្លូវនោះដូចគ្នាតែបងគ្នាត្រូវពិចារណាទៅលើទីតាំងបាទនៅលើផ្លូវជាមួយគ្នាមែនទីតាំងបើសិននៅលើផ្លូវដូចគ្នានៅតំបន់មួយគ្នាអូខេគឺថាទីតាំងវាល្អដូចគ្នាតែទី2គឺទំហំដីទី3គឺរូបរាងដីបាទអាហ្នឹងក៏វាជះឥទ្ធិពលទៅលើតម្លៃដែរមានន័យថាការដែលគាត់ទិញចូលម្ចាស់ដីដើមដែលគាត់ទិញពីគេតហ្នឹងក៏គាត់អាចនឹងបានតម្លៃខ្ពស់ជាងកន្លែងគេទៅតាមទំហំទៅតាមរូបរាងតាមទីតាំងរបស់គាត់ដែរអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលបងប្អូនគ្នាចរចាយកតម្លៃទីតាំងដីមួយយកមក compare ទីតាំងដីមួយយើងចង់ឲ្យបានដូចអ្វីដែលយើងបានទៅមើលវាមិនខុសយើងទិញឡានមកទឹកទេមកទឹកខ្លះមកទឹកមកពីអាមេរិកមកទឹកខ្លះមកទឹកពីទឹកនៅស្រុកខ្មែរអញ្ចឹងណាគឺនៅពេលណាដែលយើងយល់បែបនោះវាអាចនឹងធ្វើឲ្យការដែលយើងព្រមទទួលយកតម្លៃដែលខុសគ្នាតិចតួចយ៉ាងកតុយហ្នឹងគឺបានលឿនហើយធ្វើឲ្យចំណេញពេលវេលាហើយសម្រាប់ចិត្តបានទីតាំងដែលល្អដែរពេលខ្លះអាទីតាំងល្អហ្នឹងខុសគ្នាតែ10រៀលឬក៏20រៀលកតុយស្រាប់តែយើងអត់តន់ទិញមានអ្នកផ្សេងគេមកគេទិញបាត់ហើយយើងទៅរកអាទីតាំងហ្នឹងមកទៀតដីអត់ងាយកើតទេហើយអ្នកដែលបតនលុយដើម្បីបើកការលក់ទីតាំងណាមួយក៏មិនងាយមានដែរអញ្ចឹងណាបាទជាពិសេសទីតាំងតំបន់ដែលល្អអ្នកដែលមានលទ្ធភាពទិញតំបន់ល្អហ្នឹងក៏គាត់មិនងាយតលុយដែរអញ្ចឹងណាបាទអញ្ចឹងសម្រាប់មានមួយបាទយើងអាចពិចារណាទៅលើទីតាំងរូបរាងហើយនឹងទំហំហ្នឹងទៅបាទបើឃើញគេឧទាហរណ៍នៅកន្លែងណាមួយផ្លូវយ៉ាងទូចថ្លៃវាធូរហើយស្រាប់យើងមកចង់បានយកតម្លៃអាទីតាំងហ្នឹងឃើញអាទីតាំងហ្នឹងតម្លៃហ្នឹងនឹងគួរសមទទួលយកបានតែដល់ពេលអត់ចង់បានលើផ្លូវហ្នឹងឯងចង់បានលើផ្លូវធំហើយតម្លៃហ្នឹងអញ្ចឹងវាជារឿងមួយដែលវាពិបាកដែរអញ្ចឹងណាវាពិបាកអញ្ចឹងថងចំណុចហ្នឹងយើងពិចារណាមើលទៅលើទំហំទីតាំងហើយជាមួយនឹងរូបរាងដីបាទ3ហ្នឹងដែលធ្វើឲ្យបងប្អូនគ្នាដែលជាអ្នកមានលទ្ធភាពទិញក្នុងសម័យកាលនេះទិញឲ្យតែមានលទ្ធភាពទិញក្នុងសម័យកាលនេះគឺទិញនឹងចំណេញហើយគឺចំណេញគេគឺចំណេញទៅលើថ្លៃទិញបាទមិនមែនចំណេញទៅពេលសេដ្ឋកិច្ចទៅខាងមុខទេព្រោះបច្ចុប្បន្ននេះគឺកំពុងតែមានអ្នកគាត់ត្រូវការបន្តលុយច្រើនអញ្ចឹងក៏លក់តម្លៃក្រុមទីផ្សារដល់20យ៉ាងអត់បំផុតក៏20ដែរបច្ចុប្បន្ននេះ20ឬក៏30%អ្នកខ្លះឈានចូលដល់40%អញ្ចឹងចំណេញលើថ្លៃទិញហើយទិញនៅណាក៏ចំណេញដែរសំខាន់បងប្អូនគ្នាស្រឡាញ់លើទីតាំងណាយើងឆែកមើលទីតាំងហ្នឹងហើយតម្លៃភាពជាក់ស្ដែងនៅលើទីតាំងហ្នឹងដូចជាមូលហេតុអីបានជាយើងថាភ្ញៀវឲ្យរកទីតាំងហើយយើងរកឲ្យក៏អត់បានសោះយើងចង់បែកចែកកន្លែងហ្នឹងចង់ទីមួយវិញគឺកន្លែងហ្នឹងមានថាតម្លៃគឺខុសគ្នា$10-20 $30កតុយទេតែបើសរុបជាលុយទីតាំងខ្លះខុស100000ហើយបាទត្រូវទីតាំងខ្លះក៏ខុសចូលដល់300000ចន្លោះប៉ុណ្្នឹងឯងហើយសួរទំហំដីបានទំហំទឹកលុយសរុបទាំងអស់អាខុស300000ហ្នឹងទំហំទឹកលុយទាំងអស់ជិត2លានហ្នឹងហើយអញ្ចឹងខុសបើធៀបទៅវាខុសក្នុង10% ជាងទេតែ10%ទេអញ្ចឹងកតុយខុសតែ10% ជាងហើយដល់មួយទៀតដី300000ខុសគ្នាខ្ទង់100000ឬក៏ណាដីខ្ទង់30-400000ខុសគ្នា100000អញ្ចឹងតែអញ្ចឹងគេថាកតុយទីអញ្ចឹងតែបច្ចុប្បន្នគឺប៉ុណ្ណឹងអញ្ចឹងសម្រួលពីអ្នកក្នុងនាមជាអ្នកមានដីលក់ហើយនៅក្នុងនាមជាអ្នកមានលុយមានលទ្ធភាពទិញបច្ចុប្បន្នអ្វីដែលខ្ញុំអាចជូនជាបាទយោបល់បាទក្នុងនាមជាអ្នកណែនាំអតិថិជនក្នុងនាមបាទជាបងប្អូនអូខេអញ្ចឹងគឺប៉ុណ្ណឹងបាទប៉ុណ្ណឹងបាទជួយស្រួលឲ្យឆាប់បានកាហ្វេផឹកផងវីដេអូមួយនេះនឹងមានតម្លៃនៅពេលដែលយើងធ្វើបានហើយមួយវិញទៀតអ្នកដែលពេលយល់អំពីអ្វីដែលកំពុងតែទីវិធីក្នុងការធ្វើគាត់ប្រកាសជាមើលហើយគាត់នឹងដឹងហើយថាតាមពិតទៅគឺស្ថានភាពបច្ចុប្បន្នគឺបែបហ្នឹងហើយសម្រាប់អ្វីដែលយើងបាននិយាយនៅក្នុងថ្ងៃនេះក៏មិនប្រកាសថាត្រូវនៅក្នុងថ្ងៃស្អែកដែរយើងនិយាយពីស្ថានភាពជាក់ស្ដែងដែលយើងបានមើលឃើញនៅក្នុងថ្ងៃហ្នឹងបាទស្ថានភាពជំងឺដូចគ្នាដែរថ្ងៃហ្នឹងសុខភាពយើងល្អយើងអត់ចន់ឈឺប៉ុន្តែយើងដេកឡើងស្អែកឡើងសុខភាពយើងដេកហាលភ្លៀងមួយយប់ទៅវាធ្វើឲ្យសុខភាពរបស់យើងទ្រុឌទ្រោមទៅតាមភាពជាក់ស្ដែងអញ្ចឹងយើងនិយាយនេះនៅក្នុងសេដ្ឋកិច្ចបច្ចុប្បន្នវាមិនទាន់ងើបឡើងវិញវាកំពុងតែមានការប្រែប្រួលលើសេដ្ឋកិច្ចសកលហើយជាមួយនឹងនៅក្នុងតំបន់យើងហើយវាមិនត្រូវគ្រប់ពេលទេវាត្រូវមកខណៈពេលប៉ុន្តែនៅពេលដែលយើងយល់អំពីស្ថានភាពជាក់ស្ដែងគឺយើងធ្វើការសម្រេចចិត្តមួយដែលត្រឹមត្រូវ
នេះហើយដែលជាភាពឆ្លាតវៃក្នុងការមើលឃើញនៅអ្វីដែលយើងកំពុងតែឃើញនៅមុខហើយជាមួយនឹងយើងមានសមត្ថភាពក្នុងការទូទាយហើយយើងដឹងអំពីប្រភពព័ត៌មានមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍហើយជាមួយនឹងសេដ្ឋកិច្ចសកលបាទអូខេ30នាទីជាវីដេអូមួយដែលវែងជាងគេក្នុងថ្ងៃនេះបាទតែគេហៅថាបំបីឯកតកម្ម record ចាស់មានរឿងនិយាយច្រើនបាទអូហើយមួយទៀតជូនបងប្អូនអរគ្នាជូនបងប្អូនដែលគាត់មានលុយទិញបាទពេលហ្នឹងគឺខ្ញុំគិតថាក្នុងនាមបងជាអ្នកទិញបាទក្នុងនាមយើងជាអ្នកមានលុយណាបាទបើសិនជាយើងមានលុយយើងក៏ចង់ទិញដីដែលនៅលើទីតាំងតំបន់ល្អដែរមូលហេតុអីទីមួយនៅពេលវេទនាប្រភេទទីតាំងដែលធំផ្លូវល្អហ្នឹងណាដីយ៉ាងចឹងគឺមានអ្នកចូលចិត្តមានអ្នកចាប់អារម្មណ៍ចង់ទិញច្រើនដោយសារអីដោយសារវាអាចធានានៅពេលណាមួយដែលគាត់ត្រូវការបញ្ចេញវិញទីមួយគឺគាត់អាចលក់បានចេញលឿនទីពីរគាត់បើគាត់ហ៊ានលក់ខាតក៏គាត់អត់ចាំបាច់ខាតច្រើនដែរដោយសារនៅលើផ្លូវធំគឺមានអ្នកចង់ទិញច្រើនដែលជាមូលហេតុគឺដីនៅលើផ្លូវធំណាជាទូទៅដីនៅលើផ្លូវធំលក់តម្លៃក្រោមទីផ្សារ10ឬក៏20%អាចថា 20% គឺច្រើនផងបាទដីនៅក្នុងផ្លូវទូចដោយសារអីដីនៅផ្លូវទូចដីហ្នឹងគឺរាក់ធូរថ្លៃជាងផ្លូវធំតែនៅពេលដែលយើងត្រូវការលក់បន្ទាន់វិញដីទូចបើចាំមើលទៅតម្លៃក្រោមទីផ្សារតដល់30-40% ទៅបានមានអ្នកទិញវាខុសពីលើដីនៅលើទីតាំងល្អអញ្ចឹងគឺបែបហ្នឹងបាទខ្ញុំតែតែលើគេនិយាយថាអូនមានដីធូរថ្លៃចាំជួយប្រាប់បងផងប៉ុន្តែយើងកំពុងនិយាយថាបើមានដីកន្លែងធូរថ្លៃគេទិញមុនបងហើយហើយទៅពេលដឹងមែនទៅពេលគាត់ថាយើងធ្លាប់ឲ្យដែរយើងធ្លាប់ឲ្យអាទីតាំងធូរថ្លៃខ្ញុំថាអូនអាហ្នឹងចូលក្នុងមកយើងដូចជាផ្លូវតល់ឬក៏វាយល់ទៅគឺបែបហ្នឹងមានន័យថាដីដែលតម្លៃគ្រប់ហាងជេង 30-40% បងទៅមើលទៅកម្រដីណាដែលនៅលើផ្លូវធំស្អាតណាស់កម្រមែនទេព្រួយអ្នកដែលគេមានលទ្ធភាពឬក៏អ្នកដែលគាត់មានលទ្ធភាពគឺគាត់នឹងទិញនៅលើតំបន់ណាដែលអាចធានាបានទៅលើការដែលគាត់ត្រូវការបន្ទាន់ហើយគាត់លក់បានចេញស្រួលមានតម្រូវទីផ្សារខ្ពស់អញ្ចឹងនៅពេលណាដែលគាត់លក់ចេញវិញឲ្យគាត់លក់ខាតដល់ 30-50% ដោយអ្វីដែលយើងរំពឹងវាអាចងាយទៅរួចទេលើដីទ្រពដែលនៅលើផ្លូវធំគឺកម្រធ្លាក់ដល់ 30% ណាកម្រមែនតើ 10-20% គឺមានភ្ញៀវទិញឯស្អីវាទីតាំងមួយដែលទីតាំងដែលអាចធានាបានទៅលើការខាតបង់កម្រិតទាបបាទហើយមានទីផ្សារខ្ពស់បាទអញ្ចឹងវាធ្វើឲ្យបងប្អូនគ្នាដែលជាម្ចាស់មានលទ្ធភាពណាគម្រោងចាំដល់អាទ្រពទីតាំងល្អធ្លាក់ដល់ 50% កុំរងចាំបែបហ្នឹងគឺពិបាកមែនតើបាទវាហៅថាទ្រពមួយហៅថាកម្របំផុតហ្មងណាកម្រខ្លាំងមែនតើបាទព្រោះទីតាំងអញ្ចឹងគឺម្នាក់មានលទ្ធភាពគឺចាំទិញបាទធ្លាក់ត្រឹមតែ 20% ក៏គេចាំយកដែរបាទពួកគេដឹងថាវាធានាបានទៅនៅពេលដែលគាត់ត្រូវការបញ្ចេញវិញគឺមានអ្នកទិញច្រើនបាទអូខេហើយសំខាន់អាទ្រពទីតាំងល្អវាឡើងខ្ពស់លឿនហ្នឹងហើយវាឡើងខ្ពស់លឿនអភិវឌ្ឍក៏លឿនខ្ពស់ក៏លឿនដែរចំណេញលឿនខាតតិចនេះឲ្យបានជាម្នាក់ចាយលុយទៅលើផ្លូវធំថ្លៃជាងអាផ្លូវទូចគុណនឹង2គុណ3ក៏គេហ៊ានចាយដែរមួយហើយគឺបែបហ្នឹងបាទអញ្ចឹងសម្រាប់ចិត្តលឿនទៅតាមអ្វីដែលអាចធ្វើទៅបានបាទប៉ុណ្ណឹងជូនជាការសម្រាប់ចិត្តអូខេខ្ញុំអស់ហើយបាទអស់ដូចគ្នាអូខេអញ្ចឹងវីដេអូក្នុងថ្ងៃហ្នឹងរៀងយូរជាងធម្មតាអូខេបាយបាយជួបគ្នាថ្ងៃស្អែក